សូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅ Channel Learning Techno បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូថ្មីមួយទៀតទាក់ទងទៅនឹងរបៀបនៃការប្រើប្រាស់រូបមន្ត trim ជារូបមន្តដែលយើងប្រើដើម្បីធ្វើការបង្កត់ឬក៏ធ្វើការលុបកន្លែងដកឃ្លាដែលជាកន្លែងដកឃ្លាច្រើនចឹងទៅយើងលុបមកវាទៅនៅកន្លែងដកឃ្លាតែមួយនៅក្នុងកម្មវិធី Microsoft Excel 2024បាទអញ្ចឹងសូមជាដំបូងសូមអរគុណសម្រាប់បងប្អូនដែលតែងតែនិយមគាំទ្រនៅ Channel របស់ខ្ញុំហើយនឹងតើតើនឹងការចូលមើលនៅមេរៀនថ្មីៗដែលខ្ញុំបានបង្កើតអញ្ចឹងបងប្អូនជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបាទហើយបើសិនជាវីដេអូណាដែលបងមានចម្ងល់បងប្អូនមានចម្ងល់អាច comment សួរនៅខាងក្រោមវីដេអូបាទតែឥឡូវយើងទៅមើលពីរបៀបនៃការធ្វើរូបមន្ត trim របស់គ្នាបាទអញ្ចឹងជាដំបូងខ្ញុំសូមទៅ copy នៅប្រភេទទិន្នន័យពីកន្លែងណាមួយសិនមកបាទឧទាហរណ៍ថាខ្ញុំ copy ទិន្នន័យនេះចុះបាទហើយខ្ញុំយកមក paste នៅក្នុងកន្លែងនេះបាទ Ctrl V បាទខ្ញុំចុចយក paste ជាធម្មតាសិនបាទហើយខ្ញុំធ្វើការប្រើប្រាស់រូបមន្តមួយដើម្បីធ្វើការទាញតម្លៃទាំងពីរហ្នឹងទាំងពីរ cell ហ្នឹងចូលគ្នាប៉ុន្តែការទាញហ្នឹងឧទាហរណ៍ថាខ្ញុំធ្វើការដកឃ្លាច្រើនតិចកន្លែងហ្នឹងឧទាហរណ៍ច្រឡំធ្វើការដកឃ្លាច្រើនតិចជាងមកបាទហើយបន្តមកទៀតខ្ញុំចុចសញ្ញាគ្រាបទៅជាស្អីអញ្ចឹងចុចនៅមួយមកហើយបានថាអញ្ចឹងយើងឃើញនៅក្នុងកន្លែងនេះគឺកន្លែងដកឃ្លាយ៉ាងច្រើនបាទអញ្ចឹងនៅក្នុងកម្មវិធី Microsoft Excel យើងអាចធ្វើការលុបកន្លែងដកឃ្លាដែលវែងៗបែបហ្នឹងបាទដោយយកខ្ញុំមិនចាំបាច់ទៅឧទាហរណ៍ថាឥឡូវខ្ញុំ copy មក Ctrl C ខ្ញុំ Ctrl V មកហើយសំទោសចុចឡើងនេះអញ្ចឹងវាលែងជាប់អញ្ចឹងកន្លែងនេះបើសិនជាអ្នកនេះត្រូវការវាទៅជប់ដល់ទៅការចំណាយពេលបែបនេះធ្វើបែបនេះអញ្ចឹងក្នុងការធ្វើបែបនេះយូរអញ្ចឹងយើងអាចប្រើរូបមន្តមួយឈ្មោះថា trim អញ្ចឹងខ្ញុំធ្វើការ select បែបនេះសិនមកស្មើហើយខ្ញុំសេពាក្យថា trim បែបនេះបើវងកញ្ចក់ខ្ញុំ select លើទិន្នន័យបែបនេះហើយចុច enter ចឹងមានថាកន្លែងដែលដកឃ្លាទាំងអំបាម៉ានហ្នឹងគឺវានឹងធ្វើការរុញបញ្ចូលគ្នាឲ្យទៅជិតនៅក្នុងកន្លែងហ្នឹងហើយនេះគឺជាការប្រើប្រាស់រូបមន្ត trim នៅក្នុងកម្មវិធី Microsoft Excel 2024បាទសូមជួយសូមបងប្អូនជួយចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបើសិនជាបងប្អូនមានសំណួរឬក៏មានចម្ងល់ទាក់ទងទៅនឹងរូបមន្តណាមួយនៅក្នុងកម្មវិធី Microsoft Excel បងប្អូនអាចធ្វើការ comment នៅខាងក្រោមឬក៏បាទ comment នៅខាងក្រោមវីដេអូឬក៏បងប្អូនត្រូវការខ្ញុំធ្វើការបង្ហាញនៅរូបមន្តណាផ្សេងទៀតដែលបងប្អូនពិបាកនឹងធ្វើការស្វែងយល់បាទបងប្អូនអាច comment នៅខាងក្រោមវីដេអូបានដូចគ្នាហើយខ្ញុំនឹងយកនៅបញ្ហាឬក៏សំណួរឬក៏ចម្ងល់បងប្អូនអរគ្នាដើម្បីបង្កើតទៅជាវីដេអូថ្មីៗបន្តទៀតជូនដល់បងប្អូនទស្សនាហើយនឹងធ្វើការរៀនពីកម្មវិធី Microsoft Excel បាទសូមអរគុណសូមជម្រាបលា